ទោះបីជាអាមេរិកបានបិទប្រព័ន្ធកូដ Link 16 ឬប្រព័ន្ធទិន្នន័យសម្ងាត់សម្រាប់យន្តហោះចម្បាំងថៃក៏ថៃនៅតែអាចប្រើប្រាស់សម្រាប់ការវាយប្រហារមកលើកម្ពុជាបានដែរក្នុងនាមជាប្រទេសដែលលក់យន្តហោះចម្បាំងដ៏ទំនើបអាមេរិកតែងតែមានផ្លូវក្រោយសម្រាប់ការគ្រប់គ្រងយន្តហោះចម្បាំងរបស់ខ្លួនក្នុងករណីមានការវាយប្រហារពីសត្រូវត្រឡប់មកវិញចុះមានសំណួរថាហេតុអ្វីប្រសិនបើជាអាមេរិកបិទ Link 16 ទៅហើយថៃនៅតែអាចប្រើប្រាស់បាននោះប្រព័ន្ធកូដ Link 16 គឺជាបណ្ដាញទំនាក់ទំនងទិន្នន័យយោធា Digital ដ៏សំខាន់និងទំនើបបំផុតរបស់អង្គការយោធា NATO និងបណ្ដាប្រទេសសម្ព័ន្ធមិត្តរបស់សហរដ្ឋអាមេរិកប្រព័ន្ធនេះប្រៀបបីដូចជា Wi-Fi សម្ងាត់របស់យោធាដែលអនុញ្ញាតឲ្យកងកម្លាំងប្រយុទ្ធអាចផ្លាស់ប្ដូរព័ត៌មានដ៏ច្រើនសន្ធឹកសន្ធាប់ក្នុងល្បឿនលឿននិងក្នុងពេលវេលាដ៏ជាក់ស្ដែងចុះប្រសិនបើអាមេរិកបិទ Link 16 តើមានរឿងអ្វីកើតឡើងនោះ F16 ធ្លាក់ចុះយ៉ាងគំហុកនៃការបាត់បង់អំណាចប្រយុទ្ធអ្នកបើកបរត្រូវពឹងផ្អែកលើរ៉ាដានិងភ្នែករបស់ខ្លួនឯងតែប៉ុណ្ណោះហើយមិនអាចមើលរូបភាពសមរភូមិទាំងមូលបានទេដូចជាការហោះហើរក្នុងទីងងឹតទន្ទឹមនឹងនេះមិនអាចធ្វើការរួមជាក្រុមឬសម្របសម្រួលជាមួយយន្តហោះផ្សេងទៀតបានត្រឹមត្រូវដែលធ្វើឲ្យប្រតិបត្តិការរួមស្ទើរតែមិនអាចទៅរួចកត្តាបែបនេះបានកើនឡើងយ៉ាងខ្លាំងនៅហានិភ័យដែលយន្តហោះថៃអាចបាញ់មីស៊ីទៅលើយន្តហោះចម្បាំងគ្នាឯងដោយសារមិនមានប្រព័ន្ធកំណត់អត្តសញ្ញាណដែលអាចទុកចិត្តបាននោះ F16 នឹងត្រូវបានកាត់បន្ថយតួនាទីត្រឹមជាយន្តហោះចម្បាំងធម្មតាតែប៉ុណ្ណោះចុះហេតុអ្វីបានជាស្ថានភាពថៃក្នុងករណីបិទ Link 16 ទៅហើយថៃនៅតែអាចវាយប្រហារមកលើកម្ពុជាបានផ្អែកតាមកាសែតបំឡាងដែលបានចុះផ្សាយកាលពីថ្ងៃទី 8 ធ្នូបានរៀបរាប់ថាទោះបីជាគ្មានប្រព័ន្ធទំនាក់ទំនង Link 16 ក៏ដោយក៏ថៃនៅតែអាចប្រើប្រាស់យន្តហោះចម្បាំង F16 របស់ខ្លួនដើម្បីបំពេញបេសកកម្មវាយប្រហារដោយឯករាជ្យបានដែរក្រោមហេតុផលមិនមានយន្តហោះចម្បាំងសត្រូវឬខេរ៉ាដាប្រឆាំងឡើយប្រព័ន្ធ Link 16 មានប្រសិទ្ធភាពខ្ពស់នៅពេលដែលការប្រយុទ្ធក្រោមរូបភាពជាយុទ្ធសាស្ត្រមានដៃគូសត្រូវទើបការបិទ Link 16 មានប្រសិទ្ធភាពខ្ពស់ខ្លាំងតែម្ដងនៅពេលដែល F16 ប្រើប្រាស់សម្រាប់បេសកកម្មទម្លាក់គ្រាប់បែកធម្មតាដូចជាគ្រាប់បែកទំនាញសាមញ្ញឬគ្រាប់បែកណែនាំដោយ laser ចម្ងាយខ្លីទៅលើគោលដៅជាក់លាក់ណាមួយនៅក្បែរព្រំដែននោះប្រព័ន្ធកូដ Link 16 ពិតជាមិនចាំបាច់ជាដាច់ខាតនោះទេជាមួយគ្នានេះផងដែរ F16 អាចប្រើប្រាស់ប្រព័ន្ធរ៉ាដាដោយផ្ទាល់និងប្រព័ន្ធ GPS ធម្មតាសម្រាប់ការណែនាំនិងការទម្លាក់គ្រាប់បែកដែលមានភាពជាក់លាក់ដោយខ្លួនឯងបានម្យ៉ាងវិញទៀតដោយសារតែកម្ពុជាមិនមានកម្លាំងទ័ពអាកាសដែលអាចប្រជែងជាមួយ F16 បាននោះទើបការគម្រាមកំហែងពីលើដែនអាកាសគឺស្ថិតក្នុងស្ថានភាពទាបបំផុតតើលក្ខខណ្ឌអ្វីខ្លះដែលសហរដ្ឋអាមេរិកសម្រេចបិទប្រព័ន្ធលេខកូដនេះការវិភាគដោយមជ្ឈមណ្ឌលស្រាវជ្រាវគោលនយោបាយដែលជាស្ថាប័នស្រាវជ្រាវដែលធ្វើការវិភាគនិងផ្ដល់យោបល់ពីបញ្ហាសង្គមនយោបាយសេដ្ឋកិច្ចនិងសន្តិសុខតែងតែលើកឡើងថាការបិទ Link 16 គឺជាយន្តការមួយដែលសហរដ្ឋអាមេរិកអាចប្រើដើម្បីការពារការរីករាលដាលនៃបច្ចេកវិទ្យានិងដាក់សម្ពាធទៅលើសម្ព័ន្ធមិត្តដែលបង្កបញ្ហាទោះបីជាយ៉ាងណាមិនមានប្រភពជាសាធារណៈដែលសហរដ្ឋអាមេរិកបង្ហាញថាស្ថានភាពណាមួយដែលត្រូវបានបិទនោះទេតែនឹងមានចែងនៅក្នុងកិច្ចសន្យាទិញលក់តែម្ដងចុះប្រសិនបើថៃប្រើប្រាស់យន្តហោះចម្បាំងពីរប្រភេទផ្សេងគ្នាដូចជា Gripen របស់ស៊ុយអែតនិង F16 ហើយបិទ Link 16 នោះតើយន្តហោះទាំងពីរនេះអាចតាក់ទងប្រតិបត្តិការរួមគ្នាបានដែរឬទេជំនាញផលិតមាតិកាចម្រុះដែលមិនអាចមើលរំលងវគ្គពិសេសសម្រាប់ប្រិយមិត្តដែលស្រឡាញ់និងចូលចិត្តបង្ហាញចំណាប់អារម្មណ៍លើបណ្ដាញសង្គមដោយចាប់ផ្ដើមចេញពីថ្ងៃនេះតទៅជាមួយកញ្ចប់តម្លៃពិសេសប្រិយមិត្តនឹងទទួលបានការបង្កើតខ្លឹមសារដ៏សំខាន់មួយជារបស់ខ្លួន